ប្រជាកសិករនៅភូមិចំការសំរោង2សង្កាត់ចំការសំរោងក្រុងបាត់ដំបងមានបទពិសោធន៍ជាង10ឆ្នាំក្នុងការដាំដុះជីអង្កាមដោយមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មទេដោយដាំទៅតាមទម្លាប់ក្រោយពីប្រមូលផលជីអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារសម្រាប់ការចាយវាប្រចាំថ្ងៃក៏ដូចជាការចំណាយទៅលើកូនសិក្សារៀនសូត្រលោកស្រីឆនសារិនប្រជាកសិករភូមិចំការសំរោង2បានលើកឡើងថាការដាំជីអង្កាមបើគិតជារោងចំនួន15រោងរយៈពេលប្រមូលផលបានពេលខែកញ្ញាខែតុលាភ្លៀងជោគជាំមិនសូវបានផលមានតម្លៃរៀងថ្លៃដោយក្នុង1គីឡូចន្លោះពី 3,500 រៀលទៅ 4,000 រៀលហើយការដាំដុះមានភាពងាយស្រួលមិនពិបាកថែទាំចំពោះការដាំដុះមិនប្រកាន់រដូវទេឲ្យតែយើងមានទឹកស្រោចស្រពការដាំដុះជីអង្កាមអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារសម្រាប់ការចាយវាប្រចាំថ្ងៃចំពោះការដាំជីគាត់មិនបានទៅសិក្សារៀនសូត្រពីណាទេគឺដាំដុះដោយខ្លួនឯងហើយបើគិតពីបទពិសោធន៍នៃការដាំដុះមានរយៈពេលជិត10ឆ្នាំចំពោះពូជគឺទិញតពីគេដោយការដាំកាត់តដាំដោយផ្លូវកង្កែបដែរអាហ្នឹងជីអង្កាមហ្នឹងដីដាំហ្នឹងបើគិតជារោងវា10រោងជាងដូចជា5-10រោងតាមរដូវកាលដែរពេលរដូវខែ9ខែ10អីភ្លៀងធ្លាក់ជោគជាំអញ្ចឹងវាអត់សូវកើតអញ្ចឹងបានថ្លៃដែរ35-40ចាឲ្យតែដកស្មៅស្អាតហើយដាក់ថ្នាំបាញ់ជីដាក់អីទៅវាល្អហើយអត់ពិបាកទេទៅតាមខែនេះបានតាម1,500វាថ្លៃខែ9ខែ10ខែ9ខែ10ហ្នឹងភ្លៀងធ្លាក់ជោគជាំទៅអត់សូវលាស់បានថ្លៃបានគ្រប់ពងគ្រួសារយើងមកគ្រប់ចាយវាយអីខ្ញុំអត់បានរោអីផងខ្ញុំដាំតែដុះនឹងចាយវាយក្នុងគ្រួសារអញ្ចឹងណាសល់បានខ្លះបើថ្លៃតែបើថោកចេះអត់សល់ទេបើបានថ្លៃទៅយើងបានសល់ដែរខ្ញុំអត់រៀនអីផងខ្ញុំដាំខ្លួនឯងអត់បានរៀនអីហងព្រោះខ្ញុំដាំយូរដែរហើយ10ឆ្នាំហ្នឹងគាត់តែដាំមកទិញតដែរយើងទិញតពីគេមកយើងដាំតកាត់តដូចភ្លើងកែបអីដែរអានឹងស្រួលដាំទេមួយឆ្នាំអីហ៎តវាឡើងលឹកទូយើងថែទៅវាអត់សូវបានល្អអីអាហ្នឹងបានយើងរើចេញដាំថ្មីទៅបើថានៅតែល្អនៅតែដាំវាអត់ចោលទេទុកវានៅនឹងអញ្ចឹងណាចាចង់ឲ្យគាត់ជួយគ្រប់គ្រងជួយទិញជីអីហ្នឹងឲ្យបានច្រើនឲ្យបានលក់ដាច់អញ្ចឹងណាដល់ពេលវាអត់លក់ដាច់ខ្ញុំអត់ទៅបានលុយដែរដល់ពេលលក់ដាច់ទៅបានលុយបានច្រើនដែរបើតាមការពិនិត្យមើលជាក់ស្ដែងប្រជាកសិករដែលរស់នៅភូមិចំការសំរោង2សង្កាត់ចំការសំរោងក្រុងបាត់ដំបងសុទ្ធសឹងតែប្រកបមុខរបរដាំដុះបន្លែរួមផ្សំដូចជាផ្លូវកង្កែបម្រះព្រៅជីអង្កាមនិងបន្លែរួមផ្សំដទៃទៀតពួកគាត់ឧស្សាហ៍ព្យាយាមណាស់ដោយមិនខ្លាចនឿយហត់ទោះបីក្តៅឬត្រជាក់ក្តីគាត់នៅតែបន្តការដាំដុះដើម្បីបានទិន្នផលយកទៅលក់ដូរលើទីផ្សារក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយចំណាយទៅលើកូនសិក្សារៀនសូត្រចំណាយទៅលើការរស់នៅប្រចាំថ្ងៃនេះគឺជាទឹកចិត្តប្រជាកសិករខ្មែរខិតខំដាំដុះបន្លែរួមផ្សំទោះបីជាគាត់មិនបានទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មក៏ដោយក៏គាត់នៅតែដាំដុះតាមទម្លាប់របស់គាត់ដោយមិនទុកដីឲ្យនៅទំនេរឡើយ។